ជុំរៀបសួរអូនពូមីងយីតាទាំងអស់គ្នាថ្ងៃនេះទំនេរអញ្ចឹងហើយក៏ឆ្លៀតពេលដើម្បីមកសម្អាតផ្ទះលោកយាយរបស់ខ្ញុំហើយនេះគឺជាផ្ទះលោកយាយរបស់ខ្ញុំគឺថាគឺពិបាកមើលណាស់ទេដោយសារតែលោកយាយរបស់ខ្ញុំគាត់នឹងងឹតអញ្ចឹងហើយគឺគាត់នៅម្នាក់ឯងអញ្ចឹងទៅក៏ឆ្លៀតពេលដើម្បីទំនេរហើយមកសម្អាតផ្ទះហើយគឺខ្ញុំមកសម្អាតនឹងគឺមកសម្អាតពេញពីងដោយសារផ្ទះលោកយាយរបស់ខ្ញុំគឺសម្បូរពេញពីងហើយនិយាយទៅពេញពីងច្រើនអ្នកទាំងអស់គ្នាអើយប៉ុន្តែខ្ញុំសម្អាតហ្នឹងក៏មិនស្អាតក៏មិនសូវស្អាតណាស់ណាទេអ្នកទាំងអស់គ្នានិយាយទៅគឺថាងាកទៅណាក៏ពេញពីងងាកទៅណាក៏ពេញពីងបានខ្ញុំសម្អាតម្ដងហើយទេអ្នកទាំងអស់គ្នាអញ្ចឹងហើយបានវាអត់សូវពោពេញពីងតែលើកនេះគឺខ្ញុំមកសម្អាតម្ដងទៀតហើយនេះគឺខ្ញុំកំពុងតែចងអំបោសដើម្បីសម្អាតគឺអំបោសហ្នឹងគឺខ្ញុំយកអំបោសយើងជួផ្ទះហ្នឹងអ្នកទាំងអស់គ្នាហើយយកដងនិយាយទៅដងអីក៏បានដែរអ្នកទាំងអស់គ្នាអើយធ្វើម៉េចយកដើម្បីបោសវាឲ្យទៅវាស្អាតឲ្យវាជ្រះហើយនេះគឺថាខ្ញុំបោសក៏លោកលាក់កន្លែងណាក៏ខ្ញុំបោសធ្វើម៉េចឲ្យវាស្អាតកុំឲ្យថាអ្នកគេមកលេងឡើងលើផ្ទះយើងអញ្ចឹងទៅកុំឲ្យគេថាយើងនេះមិនសម្អាតមិនអីអ្នកទាំងអស់គ្នាណាមួយយើងក៏ជាម្ចាស់ផ្ទះដែរអញ្ចឹងទៅក៏ខ្ញុំក៏មកសម្អាតនិយាយទៅគឺខ្ញុំមិនដឹងថានិយាយអីទេអ្នកទាំងអស់គ្នាអស់ពីនិយាយហើយព្រោះឲ្យខ្ញុំមនុស្សដែលមិនសូវចេះនិយាយច្រើនមិនសូវដែលមនុស្សចូលចិត្តអត់ចេះនិយាយអ្នកទាំងអស់គ្នាអញ្ចឹងហើយគឺខ្ញុំពិបាកមែនតើហើយមិនដឹងថារនឹកថានិយាយអីទៅពេលនៅផ្ទះអីខ្ញុំចូលចិត្តនៅម្នាក់ឯងហើយនេះគឺថាខ្ញុំរៀននិយាយទៅអ្នកទាំងអស់គ្នាបង្កើតវីដេអូនឹងមកដើម្បីបរៀនខ្លួនឯងឲ្យខ្លួនឯងចេះនិយាយកុំឲ្យខ្លួនឯងនៅតែម្នាក់ឯងថាអបសុកអ្នកទាំងអស់គ្នាហើយក៏គ្មានអីទេអ្នកទាំងអស់គ្នាអើយគាត់តែបង្ហាញពីសកម្មភាពសម្អាតក្នុងផ្ទះលោកយាយរបស់ខ្ញុំហើយពេលសម្អាតខាងលើរួចហើយក៏ជ្រាបពេលមកសម្អាតខាងក្រោមគឺបោសទេអ្នកទាំងអស់គ្នាគាត់ថាយើងបោសអាកតិកទីដែលពេញពីងនឹងវាធ្លាក់មកអ្នកទាំងអស់គ្នាយើងបោសអានឹងឲ្យវាស្អាតហើយនឹងថងហើយនេះគឺថាជំនាញផ្ទះយីរបស់ខ្ញុំអ្នកទាំងអស់គ្នាខ្ញុំសួរមួយជំនាញផ្ទះនឹងយើងអាចយកបោះចោលអត់អ្នកទាំងអស់គ្នាសារអីវាពុកផុយអស់វាពុកអស់ហើយអ្នកទាំងអស់គ្នាដើម្បីវាចាស់សារតែខ្ញុំអត់ហ៊ានសារតែមិនរបស់ខ្ញុំរបស់អ៊ីរបស់ខ្ញុំទេចឹងទៅខ្ញុំមានអារម្មណ៍ថាវាទៅនឹងអានឹងអ្នកទាំងអស់គ្នាចឹងទៅខ្ញុំចង់យកវាក្បត់ចោលហើយនេះគឺថាខ្ញុំបោទលេហើយនឹងសម្រាមនិយាយទៅគឺថាសូម្បីតែផ្ទះយាយខ្ញុំក៏មានសម្រាមដែរអ្នកទាំងអស់គ្នាដោយសារតែថង់10ក្មួយខ្ញុំវាមិនដេកអញ្ចឹងទៅក៏វារីពីវាអត់យកទៅដុតចោលអញ្ចឹងទៅក៏សម្អាតវាទៅយកទៅក្បត់ចោលផងទៅហើយនេះគឺតែខ្ញុំសម្អាតនឹងក៏សម្អាតអាក្រោមនឹងអត់ជ្រះទេអ្នកទាំងអស់គ្នាបានតែបោះវាមកស្រាលទេព្រោះអីបើតើសម្អាតទៀតតើតជូតទៀតអ្នកទាំងអស់គ្នាជូតនឹងមិនមែនជូតម្ដងទេណាពី3ដងអ្នកទាំងអស់គ្នាព្រោះអីដីវាក្រាស់អ្នកទាំងអស់គ្នាសារអីផ្ទះយាយរបស់ខ្ញុំអត់សូវដែរបានជូតទេសារអត់មានអ្នកនៅជាមួយអញ្ចឹងទៅគឺថាវាពិបាកអ្នកទាំងអស់គ្នាអើយចឹងហើយបានថាខ្ញុំឆ្លៀតពេលទំនេរហើយក៏ខ្ញុំសម្អាតទៅហើយនេះក្មួយខ្ញុំគឺថាពេលវាដេកហើយគឺវាថាអត់មានថាយកទុកយកអីទេគឺវាទុកអញ្ចឹងក៏ខ្ញុំក៏រៀបចំសម្អាតហើយនេះគឺថានៅទីធ្លានៅខាងមុខអ្នកទាំងអស់គ្នាដែលកន្លែងយីរបស់ខ្ញុំគាត់ដេកសម្រាប់តែយីរបស់ខ្ញុំក៏សម្រាប់ខាងនោះហើយខ្ញុំក៏ឆ្លៀតពេលយកខោអាវយកអីយកទៅទុកដាក់ម្លាយធ្វើម៉េចឲ្យវាស្រឡះមើលទៅនិយាយទៅខ្ញុំចូលចិត្តបែបតែស្រឡះតែអ្នកទាំងអស់គ្នាខ្ញុំក៏ប្រមូលសម្រាមប្រមូលថង់អី10ទឹកនិយាយទៅ10ទឹកត្រីទឹកអីនិយាយទៅខ្ញុំប្រមូលយកវាទៅបោះចោលនៅមុខហើយដើម្បីយកបោះចោលមិនបោះចោលទេអ្នកទាំងអស់គ្នាយើងបោះទុកម្លាយទៅបានយើងសម្អាតរួចហើយបានយើងយកវាទៅដុតចោលហើយនេះក៏ខ្ញុំក៏ឆ្លៀតពេលបោសទៀតនិយាយទៅខ្ញុំបោសនឹងមិនបោសម្ដងទេណាអ្នកទាំងអស់គ្នាគឺបោស2 3ដងអ្នកទាំងអស់គ្នាហើយបោសទៅវិញទៅមកតែមានបោសអីនិយាយទៅបោសគ្រាន់តែឲ្យទៅវាមកជ្រះទេហើយខ្ញុំក៏ឆ្លៀតពេលយកចក្រានយកទៅទុកឯខាងនោះហើយនឹងដាក់10ទឹកនិយាយទៅ10ក្ដុងទឹកហើយក៏ខ្ញុំក៏ឆ្លៀតពេលមកសម្អាតនៅខាងក្រោមអីខាងក្រោមក៏វាមានដែរអ្នកទាំងអស់គ្នាមានពីងច្រើនទៀតអ្នកទាំងអស់គ្នាអើយប៉ុន្តែខ្ញុំអត់សូវដែលបានបោសហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំបាយបាយ